ជាដំបូងនេះខ្ញុំសូមគោរពដល់គណៈអធិបតីជាទីគោរពសូមគោរពដល់គណៈកម្មការចោទសួរជាទីគោរពសូមគោរពដល់គណៈកម្មការការពារជាទីគោរពសូមគោរពដល់គណៈចាត់តាំងជាទីគោរពនិងសួស្តីទៅកាន់បរិស័ទដែលមានវត្តមាននៅទីនេះជាទីរាប់អាននាងខ្ញុំមកពីក្រុមទី11ជំនាញគណនេយ្យចំនួនទី18មានសមាជិក2រូបនាងខ្ញុំកញ្ញាសៀនរចនានិងកញ្ញាមុំសុកណាលីនឡើងមកធ្វើបទបង្ហាញលើប្រធានបទការរៀបចំរបាយការណ៍ចំណូលចំណាយរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យគណៈពេលនេះដែរនាងខ្ញុំសូមទុកតួនាទីដល់កញ្ញាមុំសុកណាលីនក្នុងការធ្វើបទបង្ហាញជាបឋមនេះខ្ញុំឡើងមកធ្វើការបទបង្ហាញនៅជំពូកទី1សេចក្តីផ្ដើម 1.1 ទំនងបញ្ហានៃការស្រាវជ្រាវការរៀបចំនិងរាយការណ៍នៃផ្នែកហិរញ្ញវត្ថុជាទូទៅមានប្រវត្តិតាំងពីបុរាណកាលមកហើយការអភិវឌ្ឍប្រព័ន្ធកណន័យសម័យថ្មីដែលក្នុងនោះផងដែរមានគោលបំណងក្នុងការរៀបចំនៅរបាយការណ៍ចំណូលចំណាយនាពេលបច្ចុប្បន្ននេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដែលជាអង្គភាពនិងស្វែងរកនូវប្រាក់ចំណេញបានខិតខំរៀបចំនៅរបាយការណ៍ចំណូលចំណាយដើម្បីរក្សានូវស្ថិរភាពនិងកាត់បន្ថយនៅហានិភ័យរបស់អង្គភាពសរុបមកអង្គភាពដែលអាចទទួលបានការរីកចម្រើនទៅមុខបានគឺត្រូវតែរៀបចំនៅរបាយការណ៍ចំណូលចំណាយឲ្យបានត្រឹមត្រូវនិងច្បាស់លាស់បំផុតហើយធ្វើឲ្យរក្សានៅស្ថិរភាពនិងអង្គភាពមាននិរន្តរភាពទាំងពេលបច្ចុប្បន្ននិងពេលអនាគតផងដែរ 1.2 ចំណុចបញ្ហានៃការស្រាវជ្រាវក្រុមរបស់ខ្ញុំចង់ដឹងថាតើមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យមាននីតិវិធីបែបណាខ្លះក្នុងការរៀបចំនៅរបាយការណ៍ចំណូលចំណាយរបស់ខ្លួនឲ្យបានត្រឹមត្រូវនិងច្បាស់និងមានប្រសិទ្ធភាពបំផុត 1.3 គោលបំណងនៃការស្រាវជ្រាវចង់ស្វែងយល់ពីស្ថានភាពទូទៅរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យចង់ដឹងពីប្លង់គណនេយ្យការចុះបញ្ជីការគណនេយ្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុការរៀបចំប័ណ្ណបញ្ជីនិងលិខិតបទដ្ឋានគណនេយ្យ 1.4 ដែនកំណត់និងវិសាលភាពនៃការស្រាវជ្រាវដែនកំណត់នៃការស្រាវជ្រាវក្រុមរបស់ខ្ញុំសិក្សាស្រាវជ្រាវដោយតទៅលើឯកសារពាក់ព័ន្ធទៅនឹងប្លង់គណនេយ្យការចុះបញ្ជីការគណនេយ្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុការរៀបចំប័ណ្ណបញ្ជីនិងលិខិតបទដ្ឋានគណនេយ្យក្នុងឆ្នាំ2024តែប៉ុណ្ណោះក្រុមខ្ញុំពុំបានសិក្សាស្រាវជ្រាវទៅលើឯកសារពាក់ព័ន្ធទៅនឹងផ្នែករដ្ឋបាលនិងកិច្ចការផ្សេងៗនោះទេវិសាលភាពនៃការស្រាវជ្រាវក្រុមរបស់ខ្ញុំសិក្សាស្រាវជ្រាវទៅលើការរៀបចំរបាយការណ៍ចំណូលចំណាយរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈដែលមានអាសយដ្ឋាននៅភូមិ3សង្កាត់ព្រះវរលាក្រុងស្រីសុផាន់ខេត្តបន្ទាយមានជ័យហើយក្រុមខ្ញុំពុំបានសិក្សាស្រាវជ្រាវទៅលើមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តផ្សេងៗដទៃនោះទេ 1.5 វិធីសាស្ត្រនៃការស្រាវជ្រាវក្រុមរបស់ខ្ញុំប្រើប្រាស់នៅវិធីសាស្ត្រនៃការវិធីសាស្ត្រ2ដែលវិធីសាស្ត្រទី1គឺវិធីសាស្ត្រនៃការប្រមូលទិន្នន័យដែលប្រើប្រាស់នៅពីប្រភពគឺទិន្នន័យចម្បងនិងទិន្នន័យបន្តបន្ទាប់ទិន្នន័យចម្បងគឺជាទិន្នន័យទាំងឡាយណាដែលមិនទាន់បានចុះក្រងនិងបោះពុម្ពផ្សាយជាសាធារណៈនោះទេហើយក្រុមខ្ញុំទទួលបានព័ត៌មានតាមរយៈការជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងស្រីអនុប្រធានមន្ទីរការអង្កេតសកម្មភាពការស្ទង់មតិពីបុគ្គលិកនិងការវិភាសាក្រុមរីឯទិន្នន័យបន្តបន្សំវិញគឺជាទិន្នន័យទាំងឡាយណាដែលបានចុះក្រងនិងបោះពុម្ពផ្សាយជាសាធារណៈរួចរាល់ហើយក្រុមខ្ញុំទទួលបានព័ត៌មានតាមរយៈឯកសារដែលបានផ្ដល់ដោយមន្ទីរតាមរយៈបណ្ណាគារឬក៏បណ្ណាល័យសិភៅសិក្សាកន្លងមកនិងតាមរយៈលោកគ្រូសាស្ត្រាចារ្យដឹកនាំចំណុចទី2វិធីសាស្ត្រនៃការវិភាគទិន្នន័យក្រុមខ្ញុំវិភាគទិន្នន័យតាមបែបគុណភាពដែលប្រើប្រាស់នៅវិធីសាស្ត្រ2គឺវិធីសាស្ត្រតាមបែបពិពណ៌នានិងវិធីសាស្ត្រតាមបែបពន្យល់ចូលមកដល់ជំពូកទី2 2.1 ទ្រឹស្ដីអំពីវិធានបទនិយមន័យចំណូលគឺជាលំហូរចូលនៃទ្រព្យសកម្មដែលបានវិការដល់ដល់ទំនិញឬក៏សេវាកម្មផ្សេងៗដែលផ្ដល់ឲ្យទៅអតិថិជនហើយវាជាផ្នែកមួយនៃប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាពចំណាយគឺជាថ្លៃដើមនៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងដំណើរការបង្កើតនូវប្រាក់ចំណូលរីឯរបាយការណ៍គឺជាឯកសារគឺជាការរៀបរាប់ព័ត៌មានស្ដីពីព្រឹត្តិការណ៍សកម្មភាពឬក៏លទ្ធផលរបស់អង្គភាពណាមួយចំណែកឯរបាយការណ៍លទ្ធផលវិញគឺរបស់អង្គភាព 3.1 ប្រវត្តិកកើតមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើមឡើយគឺជាមន្ទីរឃោសនាការវប្បធម៌ព័ត៌មានដែលបង្កើតឡើងនៅក្នុងឆ្នាំ1988ហើយមន្ទីរវប្បធម៌ត្រូវបានប្រកាសជាផ្លូវការដោយព្រះរាជក្រមលេខនស/រកម/0196/02ចុះនៅថ្ងៃទី24ខែមករាឆ្នាំ1996ច្បាប់ស្ដីអំពីការបង្កើតមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដោយបំបែកចេញអំពីមន្ទីរឃោសនាការវប្បធម៌ព័ត៌មាន 3.2 ទស្សនវិស័យនិងបេសកកម្មទស្សនវិស័យរបស់មន្
ន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យគឺសក្តានុពលនៃវប្បធម៌គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិចំណែកឯបេសកកម្មវិញនោះគឺដឹកនាំនិងគ្រប់គ្រងវិស័យវប្បធម៌និងវិចិត្រសិល្បៈទូទាំងខេត្តចូលដល់ 3.3 logo និងអត្ថន័យនេះគឺជា logo របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដែលមានព្រះកេសព្រះបាទជ័យវរ្ម័នទី 7 នៅខាងលើត្រូវដៃកម្រងផ្កាឈូកមានត្រីសូលនៅខាងក្រោមនិងមានបង្កប់រូបផែនដីនៅខាងក្រោយនិងមានពាក្យថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅខាងមុខផ្នែកខាងក្រោមចំណែកឯអត្ថន័យវិញនោះគឺព្រះកេសព្រះបាទជ័យវរ្ម័នទី 7 តំណាងឲ្យបរិបញ្ញាញាណភាពវៃឆ្លាតនៅក្នុងការដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំកម្រងផ្កាឈូកតំណាងឲ្យភាពល្អបរិសុទ្ធរបស់ព្រះពុទ្ធសាសនានិងការបង្កើនឡើងលើលទ្ធិរាជាក្នុងការដឹកនាំប្រទេសចំណែកឯរូបផែនដីតំណាងឲ្យភពផែនដីនិងធាតុទាំង4ទឹកដីភ្លើងខ្យល់ដែលជាលោហៈធាតុនៅក្នុងការបង្កើតមនុស្សសត្វនិងរុក្ខជាតិចំណែកឯត្រីសូលវិញតំណាងឲ្យបាវចនៈជាតិសាសនាព្រះមហាក្សត្រនិងតំណាងឲ្យព្រះពុទ្ធសាសនាព្រហ្មញ្ញសាសនាដែលស្ថិតនៅក្នុងជំនឿរបស់ប្រជាជនខ្មែរក្បាច់ផ្កាដងតំណាងឲ្យភពផលកសិកម្មដ៏សម្បូរហូរហៀររបស់ប្រពៃហើយនឹងភាពឧស្សាហ៍ព្យាយាមរបស់បុព្វបុគ្គលបុព្វបុរសតាំងពីជំនាន់ដើមមកម្ល៉េះពណ៌ទឹកមាសខ្ចីនិងស្រអាប់វិញតំណាងឲ្យសញ្ញានៃការសង្គ្រោះវប្បធម៌អរិយធម៌និងតំណាងឲ្យភាពសង្គ្រោះរបស់ប្រជាជនពលរដ្ឋខ្មែរទូទាំងប្រជាជាតិកម្ពុជាចំណែកឯពាក្យថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈវិញតំណាងឲ្យបរិស្ថានធម្មជាតិដ៏សម្បូររុងរឿងលើទឹកដីកម្ពុជានិងតំណាងឲ្យក្តីសង្ឃឹមនៃការលើកស្ទួយវិស័យវប្បធម៌ឲ្យបានឡើងរីកចម្រើននិងខ្ពស់ខ្ពស់ឡើងមកវិញចូលដល់ 3.4 រចនាសម្ព័ន្ធនេះគឺជារចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈដែលមានប្រធានចំនួន1នាក់និងអនុប្រធានចំនួន3នាក់ដែលមើលការខុសត្រូវលើការិយាល័យទាំង7ចូលដល់ជំពូកទី4របាយការណ៍លទ្ធផល 4.1 ការវិភាគទិន្នន័យបន្ទាប់ពីក្រុមយើងខ្ញុំបានធ្វើការចុះកម្មសិក្សាស្រាវជ្រាវរួចមកក្រុមយើងខ្ញុំបានវិភាគឃើញថាផ្លាកគណនីរបស់មន្ទីរវប្បធម៌គឺត្រូវបានរៀបចំឡើងបានយ៉ាងល្អប្រសើរដោយសារតែមន្ទីរវប្បធម៌ត្រូវបានអនុលោមទៅតាមការណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផ្ទាល់តែម្ដងប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនដោយសារតែមន្ទីរវប្បធម៌ប្រើប្រាស់តែកម្មវិធី Excel មួយប៉ុណ្ណោះនៅក្នុងការតម្លើងទិន្នន័យនិងរៀបចំឯកសារទាំងអស់នោះចំណុចទី2គឺការចុះបញ្ជីការគណនេយ្យមន្ទីរវប្បធម៌ធ្វើការចុះបញ្ជីការគណនេយ្យទៅតាមលំដាប់លំដោយនៃជំហាននីមួយៗដែលខ្លួនត្រូវអនុវត្តយ៉ាងល្អប្រសើរចំណុចទី3គឺការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមន្ទីរវប្បធម៌ធ្វើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយធ្វើការយកចិត្តទុកដាក់ខ្ពស់និងគោរពទៅតាមពេលវេលាយ៉ាងត្រឹមត្រូវចំណែកឯចំណុចទី4ការរៀបចំប័ណ្ណបញ្ជីដែលហៅថាមន្ទីរវប្បធម៌មិនមែនជាអង្គភាពស្វែងរកប្រាក់ចំណេញនោះទេទៅធ្វើឲ្យការប័ណ្ណបញ្ជីរបស់មន្ទីរវប្បធម៌គឺធ្វើឡើងតែនៅក្នុងរបាយការណ៍ចំណាយថវិកាថ្នាក់ជាតិប៉ុណ្ណោះនិងចុងក្រោយលិខិតបទដ្ឋានគណនេយ្យលិខិតបទដ្ឋានគណនេយ្យរបស់មន្ទីរវប្បធម៌មានច្រើនប្រភេទច្រើនទម្រង់ហើយមានលក្ខណៈត្រឹមត្រូវល្អប្រសើរដែលជួយបញ្ជាក់អំពីប្រតិបត្តិការជាក់ស្ដែងរបស់អង្គភាពប៉ុន្តែក៏សង្កេតឃើញថាមានចំណុចខ្វះខាតមួយចំនួនដែលដូចជាមន្ទីរវប្បធម៌ខ្វះខាតនៅទូសម្រាប់ដាក់វិក័យប័ណ្ណនិងសម្ភារៈទាំងអស់នោះចូលដល់ 4.2 ការបកស្រាយទិន្នន័យបន្ទាប់ពីក្រុមយើងខ្ញុំបានធ្វើការវិភាគទៅលើចំណុចទាំងអស់នោះរួចមកហើយក្រុមយើងខ្ញុំក៏សង្កេតឃើញនៅចំណុចវិជ្ជមានមួយចំនួនដែលមានដូចជាការរៀបចំប្លង់គណនេយ្យរបស់មន្ទីរវប្បធម៌គឺមានការរៀបចំបានយ៉ាងល្អប្រសើរដោយសារតែមន្ទីរវប្បធម៌ធ្វើការបែងចែកទៅតាមចម្ពោះគណនីនិងអនុគណនីបានយ៉ាងច្បាស់លាស់ហើយអនុគណនីនីមួយៗសុទ្ធសឹងតែបានបញ្ជាក់អំពីចំណាយតាមថ្នាក់ហើយអនុគណនីនីមួយៗនឹងដែរក៏បានតម្លើងជាក្រុមដែលធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការបញ្ចូលទិន្នន័យផងដែរចំណុចទី2គឺការកត់ត្រាបញ្ជីការគណនេយ្យមន្ទីរវប្បធម៌ធ្វើការកត់ត្រាបញ្ជីការគណនេយ្យទៅតាមជំហាននីមួយៗដែលមានដូចជាការកត់ត្រានៅក្នុងបញ្ជីបេឡាធនាគារការកត់ត្រានៅក្នុងបញ្ជីបេឡាវិចិត្របុរិប្រទានការកត់ត្រានៅក្នុងតងារនុប្រវត្តិសិភៅធំនិងការកត់ត្រានៅក្នុងបញ្ជីតលយការគណនីវិចិត្របុរិប្រទាននិងចំណុចមួយទៀតគឺការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមន្ទីរវប្បធម៌ធ្វើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅចុងត្រីនេះនិងប្រចាំឆ្នាំដោយអនុលោមទៅតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយអ្វីដែលសំខាន់បំផុតនោះគឺមន្ទីររាល់របាយការណ៍ហិរញ្ញវត្ថុទាំងអស់របស់មន្ទីរវប្បធម៌សុទ្ធសឹងតែត្រូវបានចុះធ្វើកិច្ចសវនកម្មទាំងផ្ទៃក្នុងនិងផ្ទៃក្រៅដែលធ្វើឲ្យរបាយការណ៍ទាំងអស់នោះមានភាពត្រឹមត្រូវនិងមានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ផងដែរចំណុចចុងក្រោយគឺលិខិតបទដ្ឋានគណនេយ្យមន្ទីរវប្បធម៌មានលិខិតបទដ្ឋានគណនេយ្យជាច្រើនប្រភេទដែលមានដូចជាប័ណ្ណចំណូលប័ណ្ណចំណាយវិក័យប័ណ្ណសម្ភារៈការិយាល័យវិក័យប័ណ្ណប្រើប្រាស់អេឡិចត្រូនិកនិងអាណត្តិប័ណ្ណប្រាក់ជាដើមហើយអ្វីដែលសំខាន់រាល់វិក័យប័ណ្ណទាំងអស់នោះសុទ្ធសឹងតែបានបញ្ជាក់អំ
អំពីឈ្មោះអង្គភាពការបរិច្ឆេទចំណូលការបរិច្ឆេទការបរិយាយហើយអ្វីដែលសំខាន់មានហត្ថលេខាអ្នកពិនិត្យហត្ថលេខាអ្នកទទួលប្រាក់និងហត្ថលេខាអ្នកផ្ដល់ប្រាក់ផងដែរទន្ទឹមនឹងនេះដែរក្រុមយើងខ្ញុំក៏បានសង្កេតឃើញនៅភាពចំណុចខ្វះខាតមួយចំនួនដែលមានដូចជាមន្ទីរវប្បធម៌ប្រើប្រាស់តែកម្មវិធី Excel មួយប៉ុណ្ណោះនៅក្នុងការតម្លើងប្លង់គណនីនិងរក្សាទុកទិន្នន័យការធ្វើបែបនេះគឺអាចធ្វើឲ្យមានហានិភ័យខ្ពស់នៅក្នុងការបាត់បង់ឯកសារជាយថាហេតុចំណុចទី2គឺគណនេយ្យករពុំសូវមានជំនាញច្បាស់លាស់នោះទេការធ្វើបែបនេះអាចនឹងធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងការតម្លើងរបាយការណ៍មិនទាន់ពេលវេលាយឺតយ៉ាវជាក៏អាចថាបានដែរចំណុចទី3គឺកង្វះខាតទូសម្រាប់ដាក់វិក័យប័ត្រឬក៏ឯកសារផ្សេងធ្វើឲ្យមានភាពពិបាកនៅក្នុងការស្វែងរកហើយក៏អាចធ្វើឲ្យងាយស្រួលនៅក្នុងការបាត់បង់វិក័យប័ត្រចាស់ក៏អាចថាបានរបស់អង្គភាព 3.1 ប្រវត្តិកកើតមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើមឡើយគឺជាមន្ទីរឃោសនាការវប្បធម៌ពលមានដែលបង្កើតឡើងនៅក្នុងឆ្នាំ 1988 ហើយមន្ទីរវប្បធម៌ត្រូវបានប្រកាសជាផ្លូវការដោយព្រះរាជក្រមលេខ NOS/ROKMO/016/02 ចុះនៅថ្ងៃទី 24 ខែមករាឆ្នាំ 1996 ច្បាប់ស្តីអំពីការបង្កើតមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដោយបំបែកចេញអំពីមន្ទីរឃោសនាការវប្បធម៌ពលមាន 3.2 ទស្សនវិស័យនិងបេសកកម្មទស្សនវិស័យរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យគឺសក្តានុពលនៃវប្បធម៌គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិចំណែកឯបេសកកម្មវិញនោះគឺដឹកនាំនិងគ្រប់គ្រងវិស័យវប្បធម៌និងវិចិត្រសិល្បៈទូទាំងខេត្តចូលដល់ 3.3 logo និងអត្ថន័យនេះគឺជា logo របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដែលមានព្រះកេសព្រះបាទជ័យវរ្ម័នទី 7 នៅខាងលើទ្រដោយកម្រងផ្កាឈូកមានត្រីសូលនៅខាងក្រោមនិងមានបង្កប់រូបផែនដីនៅខាងក្រោយនិងមានពាក្យថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅខាងមុខផ្នែកខាងក្រោមចំណែកឯអត្ថន័យវិញនោះគឺព្រះកេសព្រះបាទជ័យវរ្ម័នទី 7 តំណាងឲ្យបរិបញ្ញាញាណភាពវៃឆ្លាតនៅក្នុងការដឹកនាំប្រទេសរបស់ថ្នាក់ដឹកនាំគម្រោងផ្កាឈូកតំណាងឲ្យភាពល្អបរិសុទ្ធរបស់ព្រះពុទ្ធសាសនានិងការបង្កើនឡើងលើលទ្ធិរាជាក្នុងការដឹកនាំប្រទេសចំណែកឯរូបផែនដីតំណាងឲ្យភពផែនដីនិងធាតុទាំង4ទឹកដីភ្លើងខ្យល់ដែលជាលោហៈធាតុនៅក្នុងការបង្កើតមនុស្សសត្វនិងរុក្ខជាតិចំណែកឯត្រីសូលវិញតំណាងឲ្យបាវចនៈជាតិសាសនាព្រះមហាក្សត្រនិងតំណាងឲ្យព្រះពុទ្ធសាសនាព្រហ្មញ្ញសាសនាដែលស្ថិតនៅក្នុងជំនឿរបស់ប្រជាជនខ្មែរក្បាច់ផ្កាដងតំណាងឲ្យភពផលកសិកម្មដ៏សម្បូរហូរហៀររបស់ប្រភេទហើយនឹងភាពឧស្សាហ៍ព្យាយាមរបស់បុព្វបុរសតាំងពីចំនួនដើមមកម្ល៉េះពណ៌ទឹកមាសខ្ចីនិងស្រអាប់វិញតំណាងឲ្យសញ្ញានៃការសង្គ្រោះវប្បធម៌អរិយធម៌និងតំណាងឲ្យភាពសង្គ្រោះរបស់ប្រជាជនពលរដ្ឋខ្មែរទូទាំងប្រទេសជាតិនៃកម្ពុជាចំណែកឯពាក្យថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈវិញតំណាងឲ្យបរិស្ថានធម្មជាតិដ៏សម្បូររុងរឿងលើទឹកដីកម្ពុជានិងតំណាងឲ្យក្តីសង្ឃឹមនៃការលើកស្ទួយវិស័យវប្បធម៌ឲ្យបានឡើងរីកចម្រើននិងខ្ពស់ឡើងមកវិញចូលដល់ 3.4 រចនាសម្ព័ន្ធនេះគឺជារចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈដែលមានប្រធានចំនួន2នាក់និងអនុប្រធានចំនួន3នាក់ដែលមើលការខុសត្រូវលើការិយាល័យទាំង7ចូលដល់ជំពូកទី 4 របាយការណ៍លទ្ធផល 4.1 ការវិភាគទិន្នន័យបន្ទាប់ពីក្រុមយើងខ្ញុំបានធ្វើការចុះកម្មសិក្សាស្រាវជ្រាវរួចមកក្រុមយើងខ្ញុំបានវិភាគឃើញថាប្លង់គណនីរបស់មន្ទីរវប្បធម៌គឺត្រូវបានរៀបចំឡើងបានយ៉ាងល្អប្រសើរដោយសារតែមន្ទីរវប្បធម៌ត្រូវបានអនុលោមទៅតាមការណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផ្ទាល់តែម្ដងប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនដោយសារតែមន្ទីរវប្បធម៌ប្រើប្រាស់តែកម្មវិធី Excel មួយប៉ុណ្ណោះនៅក្នុងការតម្លើងទិន្នន័យនិងរៀបចំឯកសារទាំងអស់នោះចំណុចទី 2 គឺការចុះបញ្ជីការគណនេយ្យមន្ទីរវប្បធម៌ធ្វើការចុះបញ្ជីការគណនេយ្យទៅតាមលំដាប់លំដោយនៃជំហាននីមួយៗដែលខ្លួនត្រូវអនុវត្តយ៉ាងល្អប្រសើរចំណុចទី 3 គឺការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមន្ទីរវប្បធម៌ធ្វើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយធ្វើការយកចិត្តទុកដាក់ខ្ពស់និងគោរពទៅតាមពេលវេលាយ៉ាងត្រឹមត្រូវចំណែកឯចំណុចទី 4 ការរៀបចំប័ណ្ណបញ្ជីដែលហេតុថាមន្ទីរវប្បធម៌មិនមែនជាអង្គភាពស្វែងរកប្រាក់ចំណេញនោះទេទៅធ្វើឲ្យការប័ណ្ណបញ្ជីរបស់មន្ទីរវប្បធម៌គឺធ្វើឡើងតែនៅក្នុងរបាយការណ៍ចំណាយថវិកាថ្នាក់ជាតិប៉ុណ្ណោះនិងចុងក្រោយលិខិតបទដ្ឋានគណនេយ្យលិខិតបទដ្ឋានគណនេយ្យរបស់មន្ទីរវប្បធម៌មានច្រើនប្រភេទច្រើនទម្រង់ហើយមានលក្ខណៈត្រឹមត្រូវល្អប្រសើរដែលជួយបញ្ជាក់អំពីប្រតិបត្តិការជាក់ស្ដែងរបស់អង្គភាពប៉ុន្តែក៏សង្កេតឃើញថាមានចំណុចខ្វះខាតមួយចំនួនដែលដូចជាមន្ទីរវប្បធម៌ខ្វះខាតនៅទូសម្រាប់ដាក់វិក័យប័ណ្ណនិងសម្ភារៈទាំងអស់នោះចូលដល់ 4.2 ការបកស្រាយទិន្នន័យបន្ទាប់ពីក្រុមយើងខ្ញុំបានធ្វើការវិភាគទៅលើចំណុចទាំងអស់នោះរួចមកហើយក្រុមយើងខ្ញុំក៏សង្កេតឃើញនៅចំណុចវិជ្ជមានមួយចំនួនដែលមានដូចជាការ
រៀបចំប្លង់គណនីរបស់មន្ទីរវប្បធម៌គឺមានការរៀបចំបានយ៉ាងល្អប្រសើរដោយសារតែមន្ទីរវប្បធម៌ធ្វើការបែងចែកទៅតាមចម្ពោះគណនីនិងអនុគណនីបានយ៉ាងច្បាស់លាស់ហើយអនុគណនីនីមួយៗសុទ្ធសឹងតែបានបញ្ជាក់អំពីចំណាយតាមថ្នាក់ហើយអនុគណនីនីមួយៗនឹងដែរក៏បានតម្លើងជាក្រុមដែលធ្វើឲ្យមានភាពងាយស្រួលនៅក្នុងការបញ្ចូលទិន្នន័យផងដែរចំណុចទី2គឺការកត់ត្រាបញ្ជីការគណនេយ្យមន្ទីរវប្បធម៌ធ្វើការកត់ត្រាបញ្ជីការគណនេយ្យទៅតាមជំហាននីមួយៗដែលមានដូចជាការកត់ត្រានៅក្នុងបញ្ជីបេឡាធនាគារការកត់ត្រានៅក្នុងបញ្ជីបេឡាវិចិត្របុរីប្រទានការកត់ត្រានៅក្នុងទងារនុវត្តសិភៅធំនិងការកត់ត្រានៅក្នុងបញ្ជីតលយការគណនីរាជដីបុរីប្រទាននិងចំណុចមួយទៀតគឺការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមន្ទីរវប្បធម៌ធ្វើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅចុងត្រីនេះនិងប្រចាំឆ្នាំដោយអនុលោមទៅតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយអ្វីដែលសំខាន់បំផុតនោះគឺមន្ទីររាល់របាយការណ៍រាល់របាយការណ៍ហិរញ្ញវត្ថុទាំងអស់របស់មន្ទីរវប្បធម៌សុទ្ធសឹងតែត្រូវបានចុះធ្វើកិច្ចសវនកម្មទាំងផ្ទៃក្នុងនិងផ្ទៃក្រៅដែលធ្វើឲ្យរបាយការណ៍ទាំងអស់នោះមានភាពត្រឹមត្រូវនិងមានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ផងដែរចំណុចចុងក្រោយគឺលិខិតបទដ្ឋានគណនេយ្យមន្ទីរវប្បធម៌មានលិខិតបទដ្ឋានគណនេយ្យជាច្រើនប្រភេទដែលមានដូចជាបានចំណូលបានចំណាយវិក័យប័ត្រសម្ភារៈការិយាល័យវិក័យប័ត្រប្រើប្រាស់អេឡិចត្រូនិកនិងអាហារបើកប្រាក់ជាដើមហើយអ្វីដែលសំខាន់រាល់វិក័យប័ត្រទាំងអស់នោះសុទ្ធសឹងតែបានបញ្ជាក់អំពីឈ្មោះអង្គភាពការបរិច្ឆេទចំណូលការបរិច្ឆេទការបរិយាយហើយអ្វីដែលសំខាន់មានហត្ថលេខាអ្នកពិនិត្យហត្ថលេខាអ្នកទទួលប្រាក់និងហត្ថលេខាអ្នកផ្ដល់ប្រាក់ផងដែរទន្ទឹមនឹងនេះដែរក្រុមយើងខ្ញុំក៏បានសង្កេតឃើញនៅភាពចំណុចខ្វះខាតមួយចំនួនដែលមានដូចជាមន្ទីរវប្បធម៌ប្រើប្រាស់តែកម្មវិធី Excel មួយប៉ុណ្ណោះនៅក្នុងការតម្លើងប្លង់គណនីនិងរក្សាទុកទិន្នន័យការធ្វើបែបនេះគឺអាចធ្វើឲ្យមានហានិភ័យខ្ពស់នៅក្នុងការបាត់បង់ឯកសារជាយថាហេតុចំណុចទី2គឺគណនេយ្យករពុំសូវមានជំនាញច្បាស់លាស់នោះទេការធ្វើបែបនេះអាចនឹងធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងការតម្លើងរបាយការណ៍មិនទាន់ពេលវេលាយឺតយ៉ាវជាក៏អាចថាបានដែរចំណុចទី3គឺកង្វះខាតទូសម្រាប់ដាក់វិក័យប័ត្រឬក៏ឯកសារផ្សេងៗធ្វើឲ្យមានភាពពិបាកនៅក្នុងការស្វែងរកហើយក៏អាចធ្វើឲ្យងាយស្រួលនៅក្នុងការបាត់បង់វិក័យប័ត្រចាស់ៗក៏អាចថាបាន